ថៃយកលេសដោះមីនគឺចង់ពន្យាពេលចរចាពាណិជ្ជកម្មជាមួយអាមេរិកនៅថ្ងៃទី17វិច្ឆិកាឆ្នាំ2025អ្នកនាងកនថាបានធ្វើការបង្ហោះសារនៅលើเพจកនសាសូដែលមានខ្លឹមសារបែបនេះថាយុទ្ធសាស្ត្ររបស់ថៃគឺយកលេសរឿងដោះមីនដើម្បីបោកប្រាស់ប្រធានាធិបតីត្រាំនេះគឺថៃចង់ពន្យាពេលដើម្បីចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកធ្វើឲ្យរួចរាល់អស់សិនដោយមិនចាំបាច់ត្រូវការមានកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជានោះទេអ្នកនាងកនថាបានបន្តទៀតថាខ្ញុំមិនដឹងថាអ្វីដែលលោកអនុទីនបាននិយាយនេះវាជាការពិតឬមិនពិតនោះទេប៉ុន្តែលោកអនុទីនបានអះអាងថាលោកបាននិយាយជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីអានវ៉ាថាប្រធានាធិបតីត្រាំមិនមានបញ្ហាអ្វីទេជាមួយផែនការរបស់ប្រទេសថៃដែលចង់ដោះមីនរួចរាល់អស់ហើយសិនមុននឹងបន្តកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាត្រង់ចំណុចនេះប្រសិនបើបងប្អូនគិតពិចារណាឲ្យបានដិតដល់គឺថានេះជាយុទ្ធសាស្ត្រពន្យាពេលរបស់ថៃតែប៉ុណ្ណោះព្រោះតែគ្មានអ្នកណាដឹងច្បាស់នោះទេថាតើវានឹងត្រូវការចំណាយរយៈពេលប្រមាណឆ្នាំដើម្បីដោះមីនអស់នោះឡើយអ្នកនាងកនថាបានបន្តនៅเพจដដែលនេះទៀតថានេះគឺធ្វើដើម្បីបោកប្រាស់សហរដ្ឋអាមេរិកព្រោះថៃដឹងច្បាស់ថាសហរដ្ឋអាមេរិកមិនអាចរងចាំដល់រាប់សិបឆ្នាំសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបានទេនេះគឺជាមូលហេតុដែលបងប្អូនទាំងអស់គ្នាបានឃើញព័ត៌មានជាច្រើនចេញពីទីក្រុងបាងកកថាពួកគេកំពុងតែបន្តធ្វើកិច្ចចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដដែលដោយមិនមានការផ្អាកដូចថានោះទេបងប្អូនយុទ្ធសាស្ត្រនេះខ្ញុំគិតថាថៃនឹងអាចជោគជ័យពិតមែនថៃគឺកំពូលល្បិចណាស់ក្នុងខែមីនាឆ្នាំ2026ខាងមុខនេះប្រទេសថៃនឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពេលនេះលោកអនុទីនខំប្រឹងបង្ហាញអត្តចរិតជាតិនិយមខ្លាំងដើម្បីឲ្យប្រជាជនបោះឆ្នោតឲ្យគាត់អ្នកនាងកនថាបានបន្តនៅចុងក្រោយបែបនេះទៀតថាតាមការវិភាគរបស់ខ្ញុំនៅពេលនេះគឺថាថៃនឹងមិនព្រមបន្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាក្នុងពេលវេលាឥឡូវនេះទេគឺវាអាចចូលរាប់ខែទៀតអាចរងចាំដល់ប្រទេសថៃបោះឆ្នោតរួចរាល់ផងក៏មិនដឹង